ប្រតិបត្តិព័ត៌មានស្ដីពីស្ថានភាពធាតុអាកាសសូមគោរពជម្រាបជូនអំពីស្ថានភាពធាតុអាកាសនៅព្រះរាជាណាចក្រកម្ពុជាសម្រាប់ថ្ងៃទី5ខែមេសាឆ្នាំ2025របបខ្យល់មូសុងអេសានជាមួយសម្ពាធទាបក្រោយระดับលើសមុទ្រចិនខាងត្បូងអាងទន្លេមេគង្គក្រោមនិងលើព្រះរាជាណាចក្រកម្ពុជាស្ថានភាពបែបនេះនឹងធ្វើឲ្យចាប់ពីថ្ងៃទី5ដល់ថ្ងៃទី7ខែមេសាឆ្នាំ2025មួយតំបន់វាលទំនាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសអេសាននិងបូមានល្បឿនមធ្យម2ម៉ែត្រក្នុង1វិនាទី2តំបន់ខ្ពង់រាបសីតុណ្ហភាពមធ្យមអបបរមា23អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា34អង្សាសេខ្យល់បក់មកពីទិសអេសាននិងបូមានល្បឿនមធ្យម4ម៉ែត្រក្នុង1វិនាទី3តំបន់មាត់សមុទ្រសីតុណ្ហភាពមធ្យមអបបរមា24អង្សាសេនិងសីតុណ្ហភាពមធ្យមអតិបរមា35អង្សាសេខ្យល់បក់មកពីទិសបូនិងអាគ្នេយ៍មានល្បឿនមធ្យម3ម៉ែត្រក្នុង1វិនាទីខេត្តកោះកុងព្រះសីហនុ កំពត កែបនិងជួរភ្នំបូកគោអាចមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះនិងខ្យល់កន្ត្រាក់ក្រោយระดับលើផ្ទៃដី10% រលកសមុទ្រមានកម្ពស់មធ្យមអបបរមា 0.25 ម៉ែត្រនិងកម្ពស់មធ្យមអតិបរមា 0.75 ម៉ែត្រអាស្រ័យដោយបានជ្រាបជូនខាងលើសូមសាធារណជនទទួលជ្រាបជាព័ត៌មានការផ្សាយរបស់ក្រសួងធនធានទឹកនិងឧតុនិយមថ្ងៃទី5ខែមេសាឆ្នាំ2025សូមអរគុណ